នេះគេហៅពីថ្ងៃទី6 ខែ 12 រហូតដល់ថ្ងៃទី 5 ខែមករាគឺខែជូតចាខែជូតគឺឆុងជាមួយនឹងមមីអញ្ចឹងបើអ្នកកើតឆ្នាំមមីអាចនឹងមានបញ្ហាជាមួយឲ្យទៅតមសម្ដីណាអាចจะមានបញ្ហាជាមួយនឹងថ្នាក់ធំអ្នកដែលធំឬក៏មេរបស់យើងឬមួយក៏អ្នកដែលមានអាយុច្រើនជាងយើងចាតែបើសិនជាអ្នកហ្នឹងកើតនៅក្នុងខែមមីចាបើខែមមីយើងឆែកនៅក្នុង My Destiny យើងមើលថាបើសិនជាយើងកើតនៅក្នុងខែមមីបានន័យថានៅក្នុងខែ 12 នេះគឺយើងមានបញ្ហាពាក់ព័ន្ធនឹងចំនួននៅក្នុងកន្លែងធ្វើការចាចឹងនៅកន្លែងការងារយើងអាចមានបញ្ហាឆ្លោះទាស់ទែងគ្នាជាមួយនឹងមិត្តរួមការងាររបស់យើងចឹងប្រយ័ត្នចំណែកមួយទៀតបើសិនជាករណីយើងមានមមីនៅក្នុងតួថ្ងៃវិញចាតួថ្ងៃកន្លែងនេះគឺចំណុចសំខាន់តួថ្ងៃបានន័យថាយើងទៅតមសម្ដីជាមួយមនុស្សដែលយើងស្រឡាញ់ឬក៏គូសកលរបស់យើងចឹងឧទាហរណ៍ថាបើសិនជាយើងមានគ្រួសារហើយនៅក្នុងខែ 12 នេះគឺអាចនឹងមានបញ្ហាចំនួនទាស់ទែងទាស់សម្ដីគ្នាជាមួយនឹងស្វាមីភរិយាចាតែបើយើងមានសង្សារប្រយ័ត្ននឹងពេលហ្នឹងឆ្លោះគ្នារហូតដល់បាច់បាក់បើសិនជាមានការជួសជុលស្វាដំទៀតអាចនឹងឆ្លោះគ្នាឲ្យដល់ការបាច់បាក់គ្នាទៀតចាអញ្ចឹងទី1អ្វីដែលយើងបារម្ភជាងគេគឺការដែលយើងឆុងនៅក្នុងតួថ្ងៃចាហ្នឹងពាក់ព័ន្ធនឹងគូសកលចាតែបើសិនជាករណីយើងមានមមីនៅក្នុងតួម៉ោងវិញអាហ្នឹងអ្នកដែលបង្កបញ្ហាឲ្យយើងគឺបរិវាររបស់យើងកូនចៅបុគ្គលិកនៅកន្លែងធ្វើការរបស់យើងហ្នឹងចាហ្នឹងអ្នកដែលប៉ះខ្លាំងជាងគេគឺអ្នកដែលមានមមីក្នុងតួរិស័យហ្នឹងឯង12